នៅក្នុងថ្ងៃអង្គារទី23ខែធ្នូឆ្នាំ2025នេះនៅក្នុងសារព័ត៌មានข่าวសុទ្ធរបស់ប្រទេសថៃបានធ្វើការដកស្រង់នៅការចោទសួររបស់កងទ័ពជើងគោកភូមិភាគទី2របស់ប្រទេសថៃដែលចោទ10សំណួរទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសថៃគឺលោកស៊ីហាសាក់ហួងកេតកែវបានលើកឡើងការចោទសួរសំណួរ10ដែលក្នុងនោះគឺមានការឆ្លើយខ្លីៗដែលតាក់ទងទៅនឹងកិច្ចប្រជុំស្ដីអំពីដំណោះស្រាយកម្ពុជាថៃកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025ដែលភាគីថៃបានការប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជារួមទាំងសមាជិកនៃប្រទេសអាស៊ានទាំង10នោះផងដែរនៅក្នុងចំណោមសំណួរទាំង10នេះគឺមានការចោទសួរដែលយើងខ្ញុំសូមលើកឡើងទាំងស្រុងដែលមានការបកប្រែក្រៅផ្លូវការដូចតទៅនេះសំណួរទី1គឺមានការចោទឡើងថាតើអ្វីទៅជាសារកន្លឹះដែលរដ្ឋមន្ត្រីការបរទេសចង់ទំនាក់ទំនងនោះនៅក្នុងចម្លើយនេះគឺមានការលើកឡើងថាគឺបទឈប់បាញ់គ្នាត្រូវតែកើតចេញអំពីកិច្ចព្រមព្រៀងគ្នាជាមួយនឹងយន្តការត្រួតពិនិត្យមិនមែនមកពីការប្រកាសជាឯកតោភាគីដែលត្រូវបានគេប្រើដើម្បីបង្កើតនៅសម្ពាធការទូតទៅលើប្រទេសថៃទេសំណួរទី2ហេតុអ្វីបានជាថៃមិនយល់ព្រមភ្លាមចំពោះបទឈប់បាញ់ដោយដែលកម្ពុជាបានប្រកាសចម្លើយដោយសារតែបទឈប់បាញ់ពិតប្រាកដត្រូវការពិភាក្សាលម្អិតអំពីកន្លែងណាពេលណានិងអ្នកណានឹងតាមដានវាដូច្នេះវាគឺជាការពិនិត្យនិរន្តរភាពមិនមែនគ្រាន់តែជាការឈប់បាញ់នៅលើក្រដាសនោះទេសំណួរទី3តើថៃមើលឃើញយុទ្ធសាស្ត្ររបស់កម្ពុជាយ៉ាងដូចម្ដេចតាក់ទងទៅនឹងការប្រកាសឈប់បាញ់នោះថៃបានមើលឃើញជាសារមួយទៅកាន់ពិភពលោកថាកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ដែលនាំឲ្យសហគមន៍អន្តរជាតិសួរនាំថៃថាតើហេតុអ្វីបានជាថៃមិនបញ្ឈប់ទោះបីជាមិនទាន់មានការព្រមព្រៀងរួមគ្នាក៏ដោយក៏ក្របខ័ណ្ឌដែលបានផ្ទៀងផ្ទាត់សំណួរទី4តើថៃឆ្លើយតបយ៉ាងដូចម្ដេចទៅសហគមន៍អន្តរជាតិនៅពេលដែលសួរថាតើហេតុអ្វីបានជាមិនឈប់បាញ់នោះចម្លើយថៃបានបញ្យល់ថាខ្លួនឲ្យតម្លៃទៅលើបទឈប់បាញ់គ្នាក៏ប៉ុន្តែអះអាងថាការពិភាក្សាទ្វេភាគីគឺចាំបាច់ដើម្បីកំណត់អំពីវិធានការនិងយន្តការផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ទី5តើ clear don't talk to the world come talk to Thailand មានន័យដូចម្ដេចក៏ថៃចង់ឲ្យកម្ពុជាចូលរួមដោយផ្ទាល់នៅក្នុងការចរចាទ្វេភាគីឬក៏យន្តការពាក់ព័ន្ធដូចជា GBC ជាជាងការទំនាក់ទំនងតាមវេទិកាអន្តរជាតិនិងពឹងផ្អែកទៅលើភាគីទី3ដាក់សម្ពាធមកលើប្រទេសថៃសំណួរទី6តើប្រទេសថៃត្រូវបានដាក់សម្ពាធនៅក្នុងវេទិកាអាស៊ាននោះដែរឬទេចម្លើយរដ្ឋមន្ត្រីការបរទេសបញ្ជាក់ថាអាស៊ានមិនបានដាក់សម្ពាធទៅលើប្រទេសថៃទេតែបានលើកទឹកចិត្តឲ្យភាគីទាំងសងខាងចូលរួមសន្ទនាដោយផ្ទាល់សំណួរទី7ប្រសិនបើបរទេសជឿជាក់កម្ពុជាជាងថៃតើថៃឆ្លើយតបយ៉ាងដូចម្ដេចចម្លើយថៃបញ្ជាក់អំពីស្ថានភាពដោយប្រើហេតុការណ៍ហេតុផលគណៈដែលសង្កត់ធ្ងន់ថាទោះអ្នកដទៃយល់ច្រឡំក៏ថៃនៅតែមានទំនុកចិត្តលើតំណែងរបស់ខ្លួននឹងឈរយ៉ាងមាំទៅលើគោលការណ៍សន្តិភាពសំណួរទី8តើអ្វីទៅជាតំណែងស្នូលរបស់ប្រទេសថៃចម្លើយថៃមានទំនុកចិត្តថាខ្លួនមិនដែលផ្ដួចផ្ដើមការឈ្លានពានស្វែងរកសន្តិភាពនិងចង់បានបទឈប់បាញ់ពិតប្រាកដដែលមានយន្តការត្រួតពិនិត្យត្រឹមត្រូវសំណួរទី9ហេតុអ្វីបានជាកិច្ចប្រជុំ GBC ថ្ងៃទី24ខែធ្នូមានសារៈសំខាន់នៅក្នុងបរិបទនេះចម្លើយវាគឺជាវេទិកាពិភាក្សាអំពីព័ត៌មានលម្អិតជាក់ស្ដែងអំពីការឈប់បាញ់និងវិធានការត្រួតពិនិត្យដើម្បីធានាថាបទឈប់បាញ់នេះជាការពិតមិនមែនគ្រាន់តែជាការប្រកាសនោះទេសំណួរទី10តើមានសារខ្លីអ្វីខ្លះដែលអាចទំនាក់ទំនងទៅកាន់សាធារណជនចម្លើយបទឈប់បាញ់ត្រូវតែយល់ព្រមគ្នាទៅវិញទៅមកតាម
និងផ្ទៀងផ្ទាត់មិនមែនជាការប្រកាសឯកតោភាគីដែលត្រូវបានប្រើដើម្បីដាក់សម្ពាធលើអ្នកដទៃនោះទេថៃបញ្ញាចិត្តដើម្បីសន្តិភាពនិងមិនដែលផ្ដួចផ្ដើមការឈ្លានពាននោះឡើយបាទប្រិមិត្តនេះគឺជាសំណួរចម្លើយដែលខាងសារព័ត៌មានខៅសុទ្ធបានដកស្រង់ទាំងស្រុងមកធ្វើការចុះផ្សាយដោយក្នុងនោះគឺមានការផុសផ្សាយថាតំបន់កងទ័ពជើងគោកទី2នៅថ្ងៃអង្គារផុសទៅលើ Facebook 10សំណួរជាមួយនឹងរដ្ឋមន្ត្រីការបរទេសស៊ីហាស័កភួងកេតកែវដែលជារដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃបន្ទាប់អំពីបានប្រជុំពិសេសអាស៊ាននៅថ្ងៃទី22ខែធ្នូឆ្នាំ2025ម្សិលមិញនេះដូច្នេះហើយសំណួរចម្លើយនេះគឺមានការបញ្ជាក់ដើម្បីបង្ហាញពីជំហររបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃនៅក្នុងកិច្ចប្រជុំនោះហើយអ្វីដែលយើងធ្វើការកត់សម្គាល់ទៅលើទស្សនៈខ្លះៗទៅលើសំណួរចម្លើយនេះគឺយើងសូមធ្វើការពិនិត្យម្ដងមួយឡើងវិញតើរដ្ឋមន្ត្រីក្រសួងការបរទេសថៃនេះឆ្លើយសមស្របឬក៏មានឆន្ទៈពិតប្រាកដនៅក្នុងអ្វីដែលប្រទេសថៃខ្លួនឯងចង់មានសន្តិភាពឬក៏គ្រាន់តែជាការមួយកើតឲ្យមានដើម្បីគ្រាន់តែជាលេសឲ្យធ្វើការឈ្លានពានកម្ពុជានោះដោយប្រើកម្លាំងយោធាបន្តទៅទៀតឬក៏យ៉ាងណាហេតុអ្វីបានជាមិនព្រមឈប់បាញ់នៅក្នុងពេលដែលកិច្ចប្រជុំពិសេសបានធ្វើឡើងជាវេទិកាអន្តរជាតិរួចទៅហើយបែរជាពន្យាមកធ្វើការឲ្យខាង GBC ឬក៏ខាងលេខាធិការដ្ឋានផ្នែកកិច្ចការយោធារវាងប្រទេសទាំងពីរងាកមកដោះស្រាយប្រជុំគ្នាសិនឬក៏បន្តពីអ្វីដែលរដ្ឋមន្ត្រីការបរទេសទាំងពីរបានប្រជុំគ្នាប៉ុន្តែมันមានសេចក្តីថ្លែងការណ៍រួមនៅក្នុងបទឈប់បាញ់ជាផ្លូវការនោះនៅឡើយនោះឥឡូវនេះយើងតាមដានអំពីសំណួរដែលចោទសួរទៅលើអ្វីដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃដែលមានទំនាក់ទំនងជាមួយនឹងភាគីកម្ពុជាក៏ដូចជាហេតុអីបានជាទៅប្រជុំនៅក្នុងកិច្ចប្រជុំពិសេសនៅក្នុងអាស៊ាននោះអញ្ចឹងទេរដ្ឋមន្ត្រីក្រសួងការបរទេសថៃនេះក៏បានឆ្លើយថាគោលដៅសំខាន់នោះគឺដើម្បីបត់ឈប់បាញ់គ្នាត្រូវកើតចេញអំពីកិច្ចព្រមព្រៀងជាមួយគ្នាហើយជាមួយនឹងយន្តការដែលមានការត្រួតពិនិត្យមិនមែនអំពីការប្រកាសជាឯកតោភាគីដែលត្រូវបានប្រើដើម្បីបង្កើតសម្ពាធការទូតទៅលើប្រទេសថៃទេដូច្នេះហើយនេះគឺជាការបកស្រាយរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃដែលត្រូវបានខាងភាគទី2ចោទចេញជាសំណួរសួរទៅរដ្ឋមន្ត្រីការបរទេសនេះហើយអ្វីដែលជាការឆ្លើយនេះដោយដែលប្រិយមិត្តបានដឹងហើយថាខាងការបរទេសនេះបានឆ្លើយថាដើម្បីបត់ឈប់បាញ់ឲ្យមានការត្រួតពិនិត្យមានយន្តការច្បាស់លាស់មិនមែនជាការមួយដែលប្រកាសជាឯកតោភាគីទេគឺចង់បញ្ជាក់ដើម្បីទម្លាក់កំហុសថាកម្ពុជានឹងគឺចង់ប្រកាសរឿងដែលឈប់បាញ់នឹងជាឯកតោភាគីក៏ប៉ុន្តែมันមានយន្តការដើម្បីធ្វើការត្រួតពិនិត្យនេះគឺជាអ្វីដែលរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃបានចង់សម្ដៅបែបនេះគឺជាទស្សនៈដែលយើងលើកដើម្បីពិនិត្យទៅលើខ្លឹមសារនិងអត្ថន័យរបស់រដ្ឋមន្ត្រីការបរទេសប្រទេសថៃហើយតាក់ទងទៅនឹងសំណួរទី2ដែលមានការចោទសួរថាហេតុអីបានជាថៃមិនយល់ព្រមភ្លាមចំពោះបទឈប់បាញ់ដែលកម្ពុជាបានប្រកាសកាលពីប្រជុំឬក៏នៅក្នុងគណៈពេលណាមួយនោះហេតុអីបានជាមិនព្រមឈប់បាញ់ដូចគ្នាជាមួយនឹងភាគីកម្ពុជាទៅនៅក្នុងនេះរដ្ឋមន្ត្រីការបរទេសនេះក៏បានឆ្លើយផងដែរថាសារតែបទឈប់បាញ់មិត្តប្រកបហ្នឹងគឺត្រូវការពិភាក្សាឲ្យលម្អិតអំពីកន្លែងណាពេលណាអ្នកណានឹងតាមដានបញ្ហានេះហើយវានឹងមានការពិនិត្យនឹងឲ្យមាននិរន្តរភាពមិនមែនគ្រាន់តែជាការឈប់បាញ់ទៅលើกระดาษនោះទេនេះគឺជាការបញ្ជាក់ថាការដកខ្លួនការមិនសម្រេចចិត្តភ្លាមហ្នឹងគឺដោយសារតែចង់មកធ្វើការពិភាក្សាគ្នាដើម្បីឲ្យបានល្អិតល្អន់ជាងនេះគឺថាតើធ្វើនៅកន្លែងណាពេលណាហើយអ្នកណាអ្នកតាមដានអំពីបទឈប់បាញ់នេះគឺជាអ្វីដែលខាងការបរទេសនេះគឺពន្យាពេលដែលមិនបានសម្រេចនៅក្នុងភ្លាមទៅតាមសំណើរបស់ភាគីកម្ពុជាឲ្យមានការឈប់បាញ់នោះតាក់ទិនទៅនឹងសំណួរទី3ដែល
មានការចោទសួរថាតើថៃមើលយុទ្ធសាស្ត្ររបស់កម្ពុជាយ៉ាងដូចម្ដេចតាក់ទងទៅនឹងការប្រកាសឈប់បាញ់គឺមានន័យថាតើយល់យ៉ាងម៉េចចំពោះកម្ពុជាដែលប្រកាសដើម្បីឲ្យមានការឈប់បាញ់នោះអញ្ចឹងរដ្ឋមន្ត្រីការបរទេសថៃនេះក៏បានឆ្លើយផងដែរគឺដោយថៃមើលឃើញជាសារមួយទៅកាន់ពិភពលោកថាកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ដែលនាំឲ្យសហគមន៍អន្តរជាតិសួរនាំទៅប្រទេសថៃថាហេតុអីក៏មិនព្រមឈប់ព្រោះកម្ពុជានឹងគេប្រកាសរួចទៅហើយទោះបីជាមិនទាន់មានការព្រមព្រៀងគ្នាក៏ដោយក៏ក្របខ័ណ្ឌដែលមានការផ្ទៀងផ្ទាត់មានន័យថាការដែលប្រកាសរបស់កម្ពុជានឹងគឺធ្វើឲ្យអន្តរជាតិនឹងឆ្ងល់ថាហេតុអីបានជាប្រទេសថៃនឹងមិនព្រមឈប់បាញ់ពីព្រោះខាងកម្ពុជានេះគេឈប់បាញ់ហើយចឹងលោករដ្ឋមន្ត្រីការបរទេសថៃនឹងគាត់ឆ្លើយថាមានបរទេសច្រើនណាស់សួរប្រទេសថៃថាហេតុអីក៏មិនព្រមឈប់បាញ់រឿងនេះគឺដូចជាអ្វីដែលរដ្ឋមន្ត្រីការបរទេសនេះលើកភាសាដដែលហ្នឹងគឺដើម្បីធ្វើការផ្ទៀងផ្ទាត់មានន័យថាយកដកឃ្លាមកធ្វើការគិតឲ្យបានល្អិតអន់ហើយតាក់ទងទៅនឹងសំណួរទី4ថាតើថៃឆ្លើយតបយ៉ាងម៉េចទៅសហគមន៍អន្តរជាតិពេលដែលសួរថាហេតុអីបានជាថៃមិនឈប់បាញ់នៅក្នុងការឆ្លើយនេះគឺលោករដ្ឋមន្ត្រីការបរទេសនេះបញ្យល់ថាថៃបញ្យល់ទៅបរទេសវិញថាខ្លួនឲ្យតម្លៃទៅលើបទឈប់បាញ់គ្នាក៏ប៉ុន្តែអះអាងថាការពិភាក្សាទ្វេភាគីគឺចាំបាច់ដើម្បីកំណត់វិធានការនិងយន្តការផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់នេះគឺរដ្ឋមន្ត្រីការបរទេសនេះចង់និយាយថាខ្លួននឹងគឺចង់បានសន្តិភាពដែរតែចង់ឲ្យមានការដោះស្រាយជាលក្ខណៈទ្វេភាគីគឺមិនចង់ឲ្យមានយន្តការលក្ខណៈទូលំទូលាយជាលក្ខណៈអន្តរជាតិនេះគឺជាការលើកឡើងរបស់ថៃរដ្ឋមន្ត្រីការបរទេសថៃឃ្លាដែលលើកឡើងជាភាសាអង់គ្លេសហើយឃ្លាដែលចោទចេញជាសំណួរជាភាសាអង់គ្លេសថា Don't talk to the world come talk to Thailand ចង់បញ្ជាក់ថាតើថៃចង់ឲ្យកម្ពុជានឹងចូលរួមដោះស្រាយដោយផ្ទាល់ជាលក្ខណៈទ្វេភាគីហើយមិនចង់ឲ្យប្រើប្រាស់យន្តការដែលពាក់ព័ន្ធជាមួយនឹងអន្តរជាតិហើយដូចជាករណី GBC អីជាដើមហ្នឹងគឺចង់ឲ្យមានការធ្វើជាមួយគ្នាហើយជៀសវាងអ្វីដែលថៃបានចោទកម្ពុជាឬក៏អន្តរជាតិថាវាគឺជាយុទ្ធសាស្ត្រមួយនឹងអាចដាក់សម្ពាធទៅលើប្រទេសថៃនេះគឺជាការចោទជារៀងរហូតរបស់រដ្ឋមន្ត្រីការបរទេសថៃរូបនេះហើយតាក់ទងទៅនឹងសំណួរថាតើប្រទេសថៃត្រូវដាក់សម្ពាធនៅក្នុងវេទិការបស់អាស៊ានដែរឬទេនៅក្នុងកិច្ចប្រជុំនោះខាងរដ្ឋមន្ត្រីការបរទេសនេះឆ្លើយថាមិនមាននោះទេគឺមិនមានការដាក់សម្ពាធទេមានន័យថាអន្តរជាតិនឹងគេស្នើឲ្យភាគីទាំងពីរនឹងធ្វើការសន្ទនាគ្នាមានន័យថាឲ្យមានការសម្របសម្រួលដោយសន្តិវិធីតាក់ទងទៅនឹងសំណួរចោទសួរថាបើសិនបើបរទេសជឿកម្ពុជាជាងថៃតើថៃឆ្លើយតបយ៉ាងម៉េចតាក់ទិនទៅនឹងសំណួរចោទនេះថៃរដ្ឋមន្ត្រីការបរទេសនេះបញ្ជាក់អំពីស្ថានភាពដោយប្រើហេតុការណ៍ហេតុផលលក្ខណៈសង្កត់ធ្ងន់ទោះជាអ្នកដទៃយល់ច្រឡំក៏ថៃនៅតែមានទំនុកចិត្តទៅលើតំណែងតួនាទីរបស់ខ្លួនដែលឈរយ៉ាងរឹងមាំទៅលើគោលការណ៍សន្តិភាពនេះគឺចង់និយាយថាខាងអន្តរជាតិគេបានជឿទៅលើខាងភាគីកម្ពុជាច្រើនរួចទៅហើយដូចជានៅក្នុងថ្ងៃនេះដែរគឺខាងក្រសួងការពារជាតិរបស់ប្រទេសថៃក៏ដូចជាលោកអនុទិនក៏បានទទួលស្គាល់ដែរថាអន្តរជាតិនេះគឺមានការជឿទៅលើខាងភាគីកម្ពុជាហើយមិនមានការថ្កោលទោសចំពោះភាគីកម្ពុជាឬក៏កាន់ជើងប្រទេសថៃទេរហូតដល់ខាងក្រសួងការពារជាតិថៃលើកឡើងថាអន្តរជាតិនឹងកាន់ជើងខាងភាគីកម្ពុជាទៅទៀតហើយរឿងនេះគឺការបរទេសថៃលើកឡើងថារឿងដែលបរទេសជឿកម្ពុជារឿងយ៉ាងណានោះគឺជារឿងអន្តរជាតិដែលហៅការជឿនេះថាជាការយល់ច្រឡំតែសម្រាប់ប្រទេសថៃថានៅតែប្រកាន់នៅជំហររបស់ខ្លួនដែលចង់ធ្វើអីគឺខ្លួននៅតែបន្តធ្វើទៅតាមគោលការណ៍របស់ខ្លួននៅក្នុងអ្វីដែលប្រទេសថៃហៅថាជាសន្តិភាពក៏ប៉ុន្តែមិនបានគោរពទៅតាមអន្តរជាតិដែលស្នើឲ្យមានសន្តិភាពនោះទៅវិញនេះគឺជាអ្វីដែលថៃលើកឡើងក៏ប៉ុន្តែហាក់ដូចជាមិនទទួលស្គាល់អំពីកំហុសនិងអ្វីដែលអន្តរជាតិបានមើលឃើញថាថៃកំពុងតែបង្កសង្គ្រាមអញ្ចឹងនៅតែចាត់ទុកខ្លួនឯងថាជារឿងមួយដែលធ្វើត្រូវ
បើទោះបីជាមតិភាគច្រើននៃអន្តរជាតិគ្មានប្រទេសណាមួយដែលគ្រប់គ្រងថៃយ៉ាងណាក៏ដោយនេះគឺជាអ្វីដែលជាភាពរឹងរូសរបស់ជំហរនៅក្នុងការដឹកនាំរបស់ប្រទេសថៃឬក៏រដ្ឋាភិបាលថៃដែលមានការទទួលឥទ្ធិពលពីខាងកងទ័ពដែលមិនព្រមគោរពនៅសន្តិភាពមិនព្រមគោរពនៅកិច្ចព្រមព្រៀងដែលមានស្រាប់នោះទន្ទឹមនឹងសំណួរទី8តើអ្វីទៅដែលជាតំណែងស្នូលរបស់ប្រទេសថៃនៅក្នុងនេះគឺរដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងថាគឺជាថៃមានទំនុកចិត្តថាខ្លួនមិនដែលផ្ដួចផ្ដើមនៅការឈ្លានពានហើយក៏ស្វែងរកសន្តិភាពចង់បានបទឈប់បាញ់ពិតប្រាកដដែលមានយន្តការត្រួតពិនិត្យត្រឹមត្រូវនេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសនេះនៅតែប្រើពាក្យថាចង់បានសន្តិភាពជាប់មាត់ក៏ប៉ុន្តែបែរជាមិនព្រមនៅក្នុងការដែលបទឈប់បាញ់ហើយទាហានរបស់ថៃនៅតែប្រើប្រាស់នៅការឈ្លានពានមកលើទឹកដីកម្ពុជាព្រមទាំងបាញ់ទៅដល់តំបន់ស៊ីវិលនិងអាយុជីវិតនៃជនស៊ីវិលជាច្រើនផងដែរប៉ុន្តែខ្លួននៅតែប្រើនៅពាក្យសន្តិភាពក៏ប៉ុន្តែអត់ឈប់បាញ់គេបបួលឲ្យឈប់តែអត់ឈប់ទេហើយបែរជាយកលេសថាគឺដើម្បីពិនិត្យឬក៏ប្រើប្រាស់នៅយន្តការត្រួតពិនិត្យត្រឹមត្រូវថាតើស្អីទៅយន្តការត្រួតពិនិត្យត្រឹមត្រូវពីព្រោះថាការពិតទៅកម្ពុជាបានស្នើរួចទៅហើយពីរឿងយន្តការដើម្បីត្រួតពិនិត្យទៅលើបទឈប់បាញ់នោះគឺដោយរួមទាំងលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានស្នើឲ្យខាងផ្នែកយោធានៃបណ្ដាប្រទេសសមាជិកអាស៊ានក៏ដូចជាបណ្ដាប្រទេសមួយចំនួនដើម្បីបន្ថែមកម្លាំងក្រុមសង្កេតការអន្តរជាតិដើម្បីចូលបន្ថែមក៏ប៉ុន្តែផ្ទុយទៅវិញគឺលោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃអនុទាននេះធ្វើការបដិសេធប៉ុន្តែបែរជាចង់បានយន្តការត្រួតពិនិត្យត្រឹមត្រូវទៅវិញនៅក្នុងនោះគឺមានទាំងខាងសហរដ្ឋអាមេរិកទាំងសហភាពអឺរ៉ុបក៏បានផ្ដល់នៅឧបករណ៍ដើម្បីថតពីផ្កាយរណបថែមទៅទៀតថាតើនោះមិនមែនជាយន្តការឬក៏យ៉ាងណាដូច្នេះហើយមិនមានការចោទចេញជាសំណួរថាចំពោះរដ្ឋមន្ត្រីការបរទេសថៃថាតើអ្វីទៅជាយន្តការត្រឹមត្រូវសម្រាប់ប្រទេសថៃនោះនៅក្នុងនេះគឺមិនមានការចោទចេញជាសំណួរដើម្បីឲ្យរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃនេះឆ្លើយនោះទេហើយតាក់ទិនទៅនឹងសំណួរទី9ថាតើហេតុអីបានជាកិច្ចប្រជុំ GBC ថ្ងៃទី24ខែធ្នូនេះតើវាមានសារៈសំខាន់ហើយក្នុងបរិបទនេះតើហេតុអីបានជាមានកិច្ចប្រជុំ GBC នេះនៅក្នុងនេះគឺរដ្ឋមន្ត្រីការបរទេសថៃបានឆ្លើយថាវាគឺជាវេទិកាពិភាក្សាអំពីព័ត៌មានលម្អិតជាក់ស្ដែងអំពីការឈប់បាញ់និងវិធានការត្រួតពិនិត្យដើម្បីធានាថាបទឈប់បាញ់នេះជាការពិតមិនមែនគ្រាន់តែជាការប្រកាសនោះទេដូច្នេះគឺប្រជុំ GBC នៅថ្ងៃ24ខាងមុខនេះតាមការលើកឡើងគឺជាកិច្ចប្រជុំនៃអគ្គលេខាធិការដ្ឋាននៃ GBC មានន័យថាជាលក្ខណៈបច្ចេកទេសដែលប្រជុំហើយក៏ដើម្បីផ្ដោតទៅលើអ្វីដែលជាការរៀបចំនៃសេណារីយ៉ូឬក៏របៀបវិរៈនៃការធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ហើយបទឈប់បាញ់នឹងធ្វើនៅក្នុងពេលណាហើយទីកន្លែងណាដោយអ្វីដែលរដ្ឋមន្ត្រីការបរទេសថៃបានលើកឡើងដូច្នេះនេះគឺជាវេទិកាមួយដែលជាកិច្ចប្រជុំសំខាន់នៅក្នុងថ្ងៃទី24នេះហើយអ្វីដែលជាគួរឲ្យចាប់អារម្មណ៍ថែមទៅទៀតនោះមិនទាន់មានការលេចចេញជាព័ត៌មានថាតើត្រូវឈប់បាញ់ឬក៏យ៉ាងម៉េចហើយរៀបចំនៅទីតាំងណាខ្លះនោះគឺមិនមានការចេញទម្លាយព័ត៌មានទេក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសថៃបែរជាមានការព្រមានទុកជាមុនថាបើសិនជារឿងនេះមិនទទួលបានជោគជ័យគឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិថៃនេះគឺគាត់មិនចុះហត្ថលេខាជាដាច់ខាតនេះគឺជាការព្រមានទុកជាមុនហើយវាហាក់ដូចជាការដាក់សម្ពាធមួយនៅក្នុងអ្វីដែលជាកិច្ចប្រជុំ GBC ដែលធ្វើឡើងនៅក្នុងថ្ងៃទី24ខាងមុខនេះក៏ប៉ុន្តែយ៉ាងណាក៏ដោយអ្វីដែលថៃលើកឡើងថាជោគជ័យនោះមិនដឹងថាតើជោគជ័យយ៉ាងម៉េចចឹងដូច្នេះរងចាំមើលតើថ្ងៃទី24ខែធ្នូឆ្នាំ2025នេះការដែលសម្រេចនៅក្នុងយន្តការលម្អិតដើម្បីដោះស្រាយអំពីបទឈប់បាញ់នេះគឺធ្វើឡើងយ៉ាងដូចម្តេចខ្លះ